ឈ្មោះសារ៉ិតសេពេជ្រមកពីខេត្តតាកែវហើយខ្ញុំធ្វើការនៅនេះរយៈពេល75ឆ្នាំដំបូងដែលមុននឹងចូលធ្វើការអង្គចាក់ហ្នឹងខ្ញុំនៅរៀនជើងពិបាកក្នុងការរៀនហើយមួយទៀតគ្រួសារយើងរបៀបខ្វះខាតអញ្ចឹងទៅក៏សម្រេចចិត្តថាឈប់រៀនដើម្បីចូលធ្វើការខ្ញុំបានឡើងធ្វើជាប្រធានបាន3ខែពេលហ្នឹងខ្ញុំមានការពិបាកក្នុងការធ្វើជាប្រធានខ្ញុំអត់ទាន់មានការប្រាស្រ័យទាក់ទងល្អជាមួយនឹងកូនក្រុមធ្វើឲ្យការងារវាមានភាពរញ៉េរញ៉ៃនៅក្នុងក្រុមដំបូងគឺអត់មានអារម្មណ៍ដែលថាយើងចង់ធ្វើជាប្រធានទេដោយសារទីមួយយើងការគិតរបស់យើងគិតថាយើងមានការលំបាកសម្រាប់យើងដោយសារទីមួយយើងអត់ចេះដេកអីទាំងអស់យើងយកមកបរៀនអញ្ចឹងយើងចេះបានតែមួយផ្នែកតាមជំនាញម៉ាស៊ីនអញ្ចឹងណាអញ្ចឹងយើងគិតខ្លួនឯងថាយើងអត់មានសមត្ថភាពក្នុងការដែលធ្វើទៅជាប្រធានគេព្រោះតួនាទីជាប្រធានមានបន្ទុកច្រើនមិនមែនថាយើងគ្រាន់តែអង្គុយតែដេកទៅប៉ុណ្្នឹងទេវាមានការងារច្រើនដែលថាឲ្យយើងទទួលរ៉ាប់រងអញ្ចឹងគិតថាខ្លួនឯងអត់ទាន់មានសមត្ថភាពក្នុងការធ្វើអញ្ចឹងគិតថាត្រឹមតែជាអ្នកដេកសិនទៅខ្ញុំបានចុះធ្វើជាអ្នកដេកបាន2ខែហើយក៏បានទៅរៀនជាមួយនឹងអង្គការ ILO ដំបូងដែលខ្ញុំស្គាល់គ្រាហ្នឹងគឺទៅតាមខាងរដ្ឋបាលដែលគាត់ណែនាំប្រាប់ចឹងទៅថាខាងរោងចក្រយើងមានវគ្គបណ្ដុះបណ្ដាលពីខាងគ្រាចឹងទៅគាត់ក៏ឲ្យយើងអាចទៅចូលនៅវគ្គបណ្ដុះបណ្ដាលហ្នឹងទី1ខ្ញុំមើលឃើញសមត្ថភាពរបស់ស្រីមុំមេសេពេជ្រគាត់មានជំនាញទី1គាត់មានជំនាញរបស់គាត់មានស្រាប់ហើយតែគាត់នៅខ្វះចន្លោះតែការដឹកនាំបន្តិចបន្តួចយើងមើលឃើញថាគុណភាពគាត់យើងមានធនធានមនុស្សហើយអញ្ចឹងយើងត្រូវការពង្រឹងបន្ថែមទៅលើជំនាញ soft skill របស់គាត់បន្តិចទៀតគាត់នឹងអាចដឹកនាំទៅជាថ្ងៃហ្នឹងគឺគាត់អាចនឹងគ្រប់គ្រងនៅជាប្រធានឬក៏ជាសុខទៅថ្ងៃនេះរៀនជាមួយនឹងអង្គការ ILO អ្នកគ្រូលោកគ្រូគាត់បានបង្រៀនអំពីការគ្រប់គ្រងក្រុមការដែលរៀននេះគឺមាន2ផ្នែកផ្សេងពីគ្នាផ្នែកទី1យើងគ្រាន់តែជំនាញទុនក្នុងការដែលយើងនិយាយប្រស្រ័យតាក់ទងពីផ្នែកយើងទៅផ្នែកមួយទៀតដែលថាយើងមានបញ្ហាផ្នែកយើងតាក់ទងគ្នាបានអញ្ចឹងទៅហើយមួយទៀតផ្នែកលោកគ្រូគុយហាំងគាត់រៀនអំពីការគិតលេខទាំង SMV ការគិតជាភាគរយអីចឹងអាហ្នឹងគឺគាត់ផ្នែកពួកគាត់ជាអ្នករៀនពេលដែលខ្ញុំរៀនចប់ហ្នឹងដូចជាអំឡុងខែ5ប៉ុន្តែដែលមករៀនបានរយៈពេលដូចជា2វគ្គអញ្ចឹងខាងផ្នែករដ្ឋបាលគាត់ក៏បានថាមើលឃើញថាយើងអាចធ្វើជាអ្នកប្រធានគេក៏ដូចជាអ្នកគ្រប់គ្រងគេបានអញ្ចឹងគាត់ក៏លើកយើងឲ្យធ្វើជាប្រធានពេលដែលខ្ញុំដឹងថាខ្ញុំបានទទួលតួនាទីធ្វើជាប្រធានសាជាថ្មីពេលហ្នឹងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដែរពេលហ្នឹងហើយក៏ប្រាប់ខ្លួនឯងថានឹងមិនចោះចាញ់នឹងការងារត្រូវខំប្រឹងទៅមុខស្រីមុំហើយនឹងស្រីពេជ្រគាត់មានភាពគាត់មានការផ្លាស់ប្ដូរច្រើនពីមុនស្រីមុំគឺគាត់មិនហ៊ាននិយាយគាត់អៀនច្រើននឹងការចេះតាមអីវ៉ាន់ឲ្យមានតាមលំហកន្លែងណាដែលផ្ទះគាត់ទៀតដោះស្រាយនឹងបញ្ហានេះជាចំណុចដែលមានការផ្លាស់ប្ដូរច្រើននិយាយទៅបើភាពជាអ្នកដឹកនាំមកពាក្យថាដឹកនាំមកយើងធ្លាប់ឮប៉ុន្តែយើងមិនដឹងថាវាមានអត្ថន័យទលំទលាយប៉ុណ្ណាពីខែមេសាមកដល់ខែសីហានេះបានរយៈពេល4ខែមានអារម្មណ៍ថាខុសគ្នាអត់ដូចដំបូងគឺយើងពិបាកដល់ទៅពេលយើងបានឡើងមកធ្វើអញ្ចឹងយើងទទួលបានបទពិសោធន៍ថ្មីអញ្ចឹងទៅយើងក៏មានអារម្មណ៍ថាវាអត់មានយើងវាត្រូវគោលដៅយើងត្រូវទៅមុខទៀតអញ្ចឹងយើងរៀនពីចំណុចដែលថាលំបាកហ្នឹងដើម្បីអភិវឌ្ឍខ្លួនឯងទៅមុខបើមោទនភាពគឺគិតថាខ្លួនឯងវាមោទនភាពសម្រាប់ខ្លួនឯងដែលអាចធ្វើការមួយនឹងបានហើយសម្រាប់ថ្ងៃអនាគតក៏មានគម្រោងក្នុងការដែលយើងអាចបើសិនជាមានឱកាសនឹងចាប់យកឱកាសមួយហ្នឹងដើម្បីឡើងទៅធ្វើការដូចជា sub ឬក៏ section ទៅមុខទៀតខ្ញុំគិតថាមានភាពចំបាច់ច្រើនសម្រាប់មានឋានៈដឹកនាំក៏ដូចជាមានក្រុមការងារយើងជាស្ត្រីបានជួយស្ត្រីនៅក្នុងចូលរួមក្នុងការឋានៈដឹកនាំស្មើភាពជាមួយនឹងបុរសដូចគ្នានិងលើកកម្ពស់ស្ត្រីនៅក្នុងការពង្រីកនៅផលិតកម្មនៅចង្វាក់ Line Day យើងឲ្យគាត់មានការចេះគ្រប់គ្រងក្នុងការដឹកនាំក្នុងការតឹងជំនាញទុននិងជំនាញរឹង
ឲ្យមានភាពគេថាវិសាលភាពទៅថ្ងៃមុខដើម្បីឲ្យរោងចក្រមានចំនួនកាលណាយើងបញ្ជូនចេញអីបានតាន់ពេលវេលាចំនួនយើងគុណភាពល្អដោយសារមកពីការឋានៈដឹកនាំរបស់យើងជាន់តូចហ្នឹងតែម្ដង សម្រាប់ខ្ញុំផ្ទាល់ខ្ញុំនៅពេលដែលឃើញសកម្មភាពនៅឃើញតែពេលឃើញគាត់ថាមានការអភិវឌ្ឍពីអ្នកដេទៅជាប្រធានខ្ញុំសប្បាយចិត្តជាមួយគាត់ហើយគិតថាខ្លួនឯងថ្ងៃណាមួយនឹងមានសមត្ថភាពអាចខ្លាយទៅជាប្រធានឬក៏ទៅជាផ្នែកណាមួយដែលអាចគ្រប់គ្រងខ្ញុំគិតថានៅក្នុងក្រុមឬក៏ក្រុមផ្សេងទៀតខ្ញុំគិតថានៅមានច្រើនអ្នកដែលគាត់ចូលយូរឆ្នាំហើយគាត់មានសមត្ថភាពហើយគាត់តែគាត់ខ្វះមួយគឺភាពក្លាហានហើយអត់សូវជឿជាក់លើខ្លួនឯង ប្រហែលជាពួកគាត់គិតដូចខ្ញុំដំបូងអញ្ចឹងគឺយើងគិតថាយើងអាចធ្វើបានយើងអាចមានសមត្ថភាពក្នុងការដែលយើងគ្រប់គ្រងខ្ញុំនឹងព្យាយាមធ្វើឲ្យខ្លួនឯងដើម្បីភាពជាអ្នកដឹកនាំមួយដែលពេញលេញដើម្បីធ្វើឲ្យពួកគាត់មើលឃើញហើយពួកគាត់អាចគិតថាការងារមួយហ្នឹងស្ត្រីធ្វើបានអញ្ចឹងគាត់នៅថ្ងៃអនាគតគាត់នឹងធ្វើអ្វីដែលធ្វើតាមមិនថាធ្វើតាមខ្ញុំទាំងស្រុងទេតែវាជាគំនិតដែលខ្ញុំបង្ហាញទៅពួកគាត់ថាភាពជាអ្នកដឹកនាំយើងត្រូវមានតួនាទីអីខ្លះខ្ញុំសង្ឃឹមថាពួកគាត់អាចនឹងមើលឃើញហើយពួកគាត់នឹងមានគំនិតថាពួកគាត់ចង់ខ្លាយទៅជាអ្នកដឹកនាំ